អត់ដឹងថាអ្នកទាំងអស់គ្នាដូចខ្ញុំមកទេរឿងងើបពីព្រឹកនេះមួយរឿងពិបាកបន្តិចប៉ុន្តែបើប្រាប់ថាស្អែកងើបម៉ោង4ទៅដើរលេងអូខេដាក់ម៉ោងរោតាំងពីម៉ោង1ទៅបាទតែបើងើបទៅធ្វើការវិញលាក់សឹងរាល់ថ្ងៃវាខុសគ្នាអញ្ចឹងសម្រាប់ចុងសប្តាហ៍នេះគឺខ្ញុំសម្រេចចិត្តថាជិះម៉ូតូដើរលេងលំហែខួរក្បាលបន្តិចដោយសារតែមួយរយៈនេះគឺមានបញ្ហា stress ខ្លាំងមែនតើមិនថារឿងជាតិរឿងតួខ្លួនអីគឺរឿងថប់ដែរបាទហើយកន្លែងដែលខ្ញុំទៅហ្នឹងវាមិនសូវឆ្ងាយពីភ្នំពេញហ្មងទេហើយជាកន្លែងដែលខ្ញុំចូលចិត្តទៅទៀតហើយកន្លែងដែលខ្ញុំទៅគឺទឹកធ្លាក់ចំការក្រូចក៏ដូចជាជ្រាវដែលស្ថិតនៅខេត្តកំពង់ស្ពឺដែលជាខេត្តរបស់ខ្ញុំហ្នឹងហ្មងទឹកធ្លាក់ចំការក្រូចខ្ញុំមកច្រើនដងហើយប៉ុន្តែមានអារម្មណ៍ថាឲ្យតែខ្លួនឯងរឿង stuck អីមួយខ្ញុំនឹកឃើញកន្លែងហ្នឹងមុនគេហ្មងបើគិតទៅច្រើនដងគួរសមដែរគ្រាន់តែអត់សូវបានថតប៉ុន្តែមកលើកនេះខុសរាល់ដងខ្ញុំជិះកាត់ច្រកចូលជ្រាវហ្នឹងខ្ញុំក៏តាក់ភ្នែកនៅហាងកាហ្វេមួយកន្លែងនេះមិនហាងកាហ្វេរបៀបជា resort អីដែរគ្រាន់តែ resort របស់គាត់ហ្នឹងមានហាងកាហ្វេហើយកាហ្វេរបស់គាត់ឆ្ងាញ់ណាហើយគាត់ក៏បានប្រាប់ខ្ញុំថាគាត់ទើបតែបើកសាកល្បងអត់ដល់មួយខែ3ទៅ4សប្តាហ៍ហ្នឹងឯងតែដោយសារតែមានបញ្ហាសង្គ្រាមអីគឺគាត់អត់ទាន់របៀបថាពេញសាច់ណាអ្នកនរគ្នាហើយគាត់បានណែនាំខ្ញុំច្រើនដែរកន្លែងរបស់គាត់ហ្នឹងគឺមាន option ច្រើនឲ្យយើងរើសអ្នកគ្នាចង់មកបោះតង់ក៏បានមកគេងជាផ្ទះលំហែលក្ខណៈ 3-4 នាក់ក៏បានឬក៏មកជាគ្នាច្រើនអីក៏បានដែរ30នាក់ឡើងក៏បានដែរព្រោះគាត់មានផ្ទះតាមຂະຫນាតឲ្យអ្នកនរគ្នាជ្រើសរើសហើយតម្លៃរបស់គាត់សមរម្យអ្នកនរគ្នាពីព្រោះកន្លែងរបស់គាត់ទីធ្លាធំទូលាយសំខាន់របៀបបែប Gen Z អ្នកនរគ្នាហើយកន្លែងរបស់គាត់ហ្នឹងគឺមានឈ្មោះថារសាត់កាហ្វេដែលទីតាំងរបស់គាត់ហ្នឹងនៅអត់ឆ្ងាយពីជ្រាវអ្នកនរគ្នាពេលអ្នកនរគ្នាជិះទៅផ្លូវទៅជ្រាវហ្នឹងគឺឃើញ resort របស់គាត់ហ្នឹងហើយអញ្ចឹងអ្នកនរគ្នាកុំភ្លេចចូលគាំទ្រកន្លែងរបស់គាត់ផងដោយសារតែខ្ញុំទៅហ្នឹងខ្ញុំទៅអត់សូវមានកម្រងទេនឹកឃើញភ្លាមទៅភ្លាមអញ្ចឹងហើយខ្ញុំជិះកាត់ឃើញស្អាតក៏ខ្ញុំចូលទៅប៉ុន្តែឃើញកន្លែងគាត់គឺតំណងមែនហើយបើថាចង់ទៅដែរមកចាំទៅមួយខ្ញុំលើកក្រោយព្រោះខ្ញុំក៏ចង់ទៅម្ដងទៀតដែរ